ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ជាថ្មីមកកាន់ Channel របស់ខ្ញុំហើយថ្ងៃនេះផងដែរខ្ញុំបាទមានវីដេអូឬក៏អត្ថបទថ្មីមួយដែលពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍ទាំង5យ៉ាងរបស់ខ្ទឹមសចំពោះសុខភាពខ្ទឹមសមិនត្រឹមតែជាគ្រឿងទេសបង្កើនឲ្យជារសក្នុងមុខម្ហូបប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេប៉ុន្តែវាក៏ជាឱសថធម្មជាតិដ៏មានឥទ្ធិពលមួយប្រភេទដែលត្រូវបានប្រើប្រាស់តាំងពីសម័យបុរាណកាលមកម្ល៉េះតាមការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រទំនើបជាច្រើនរួមទាំងការចុះផ្សាយរបស់ស្ថាប័នសុខភាពពិភពលោកបានបង្ហាញថាសារធាតុសកម្មដ៏សំខាន់នៅក្នុងខ្ទឹមសគឺអាស៊ីលីនដែលកើតឡើងនៅពេលដែលយើងដំឬក៏ចិញ្ច្រាំវាផ្ដល់នូវផលប្រយោជន៍យ៉ាងអស្ចារ្យចំពោះរាងកាយហើយខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពសំខាន់ទាំង5យ៉ាងរបស់ខ្ទឹមសដែលអ្នកគួរតែយល់ដឹងទី1ពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រឆាំងជំងឺផ្ដាសាយការសិក្សាស្រាវជ្រាវបានបង្ហាញថាការទទួលទានខ្ទឹមសឬសារធាតុចម្រាញ់ចេញពីខ្ទឹមសជាប្រចាំអាចជួយជំរុញនិងពង្រឹងកោសិកាប្រព័ន្ធការពាររាងកាយឲ្យមានសមត្ថភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគវាអាចជួយកាត់បន្ថយឱកាសនៃការឆ្លងជំងឺផ្ដាសាយធំនិងជួយឲ្យអ្នកជំងឺឆាប់ជាសះស្បើយជាងមុនទី2ជួយកាត់បន្ថយសម្ពាធឈាមសម្រាប់អ្នកដែលមានបញ្ហាលើសឈាមការទទួលទានខ្ទឹមសក្នុងកម្រិតសមស្របអាចជួយកាត់បន្ថយសម្ពាធឈាមបានយ៉ាងមានប្រសិទ្ធភាពសារធាតុសកម្មនៅក្នុងខ្ទឹមសជួយធ្វើឲ្យសរសៃឈាមរីកធំនិងសម្រួលដល់រលកចរន្តឈាមរត់ដែលមានប្រសិទ្ធភាពប្រហាក់ប្រហែលនឹងឱសថបញ្ចុះសម្ពាធឈាមមួយចំនួនដោយគ្មានផលរំខានធ្ងន់ធ្ងរឡើយទី3កាត់បន្ថយជាតិខ្លាញ់អាក្រក់ក្នុងឈាមខ្ទឹមសមានសមត្ថភាពជួយកាត់បន្ថយការប្រមូលផ្ដុំនៃជាតិខ្លាញ់កូឡេស្តេរ៉ុលអាក្រក់នៅក្នុងសរសៃឈាមបានប្រមាណពី10ទៅ15%ចំពោះអ្នកដែលមានកម្រិតជាតិខ្លាញ់ក្នុងឈាមស្រាលការរក្សាកម្រិតខ្លាញ់ក្នុងឈាមឲ្យស្ថិតក្នុងរង្វង់សុវត្ថិភាពអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាលជាដើមទី4សម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងការពារខួរក្បាលការបំផ្លាញពីពពួកអុកស៊ីតកម្មនិងរ៉ាឌីកាល់សេរីគឺជាកត្តាចម្បងដែលធ្វើឲ្យកោសិការាងកាយចាស់ជរានិងប៉ះពាល់ដល់ប្រព័ន្ធប្រសាទខ្ទឹមសសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកាខួរក្បាលព្រមទាំងកាត់បន្ថយហានិភ័យនៃជំងឺវង្វេងវង្វាន់ចំពោះមនុស្សវ័យចាស់ទី5ជួយបន្សាបជាតិពុលពីលោហៈធ្ងន់ក្នុងរាងកាយសារធាតុស្ពាន់ធម៌នៅក្នុងខ្ទឹមសមានសមត្ថភាពខ្ពស់ក្នុងការការពារសរីរាង្គខាងក្នុងពីការបំផ្លាញដោយសារធាតុពុលការសិក្សាមួយទៅលើកម្មកររោងចក្រផលិតអាគុយដែលប្រឈមនឹងសារធាតុសំណបានរកឃើញថាការទទួលទានខ្ទឹមសអាចជួយកាត់បន្ថយកម្រិតសារធាតុសំណក្នុងឈាមរហូតទៅដល់ 19% និងកាត់បន្ថយអាការៈឈឺក្បាលបានយ៉ាងប្រសើរចំណាំបើទោះបីជាខ្ទឹមសមានប្រយោជន៍យ៉ាងច្រើនយ៉ាងណាក៏ដោយលោកអ្នកមិនគួរទទួលទានវាច្រើនហួសប្រមាណឡើយជាពិសេសសម្រាប់អ្នកដែលមានជំងឺក្រពះពោះវៀនឬក៏អ្នកដែលកំពុងប្រើប្រាស់ថ្នាំពង្រាវឈាមគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញជាមុនសិន